បាទហ្នឹងហើយសួស្តីអ្នកនរគ្នាបាទថ្ងៃហ្នឹងថាខ្ញុំបានមកលេងបនកឋិនវីដេអូតាំងពីកឋិនមុនអញ្ចឹងណាហើយដល់ពេលតំបកាត់តហើយវាយូរអញ្ចឹងណាខ្ញុំមកវត្តកឋិននៅខាងវត្តនៅខាងទឹកផុសណានេះវត្តស្រែរបងអញ្ចឹងណាហើយនេះក៏ជាទស្សនវិជ្ជាដែលយើងកំពុងតែរៀបចំហើយកឋិនចូលទៅក្នុងវត្តអញ្ចឹងណានេះយើងនៅក្រៅកន្លែងខ្លងពេលវត្តនៅឥឡូវអញ្ចឹងណាទីទៀតបានយើងរៀបចំបង្ហាចូលក្នុងអញ្ចឹងណាហ្នឹងហើយឥឡូវពួកយើងកំពុងតែរៀបចំហើចូលក្នុងវត្តអញ្ចឹងហើយនៅខាងបងឆៃយ៉ាំនេះក៏គាត់បានត្រៀមរៀបចំភ្លេងដើម្បីឲ្យទីងមងគាត់លោតហើយចូលវត្តដែរអញ្ចឹងណាបើមកចូលហ្នឹងហើយអ្នកនរគ្នាឥឡូវពួកយើងបានដើរមកដល់ពាក់កណ្ដាលហើយនេះខ្ញុំអញ្ចឹងខ្ញុំដើរបដាថតបដាខ្ញុំមើលក្រោមបដាពួកអីខ្លាចដើរជន់ទឹកពួកអីខ្ញុំមិនខ្លាចជាភ្លៀងខ្លាំងអញ្ចឹងណាមានទឹកដក់នៅតាមផ្លូវអញ្ចឹងណាហើយបងទីងបងក៏គាត់ដើរគាត់លោតបដាគាត់មើលក្រោមបដាដែរពួកអីតែប្រហែលបន្តិចហ្នឹងលោតចូលទឹកប្រងបាត់ឡើងហើយយើងឃើញថានៅតាមមុខទីធ្លាវត្តអារាមឃើញមានអ្នកភូមិគាត់នៅឈរចាំទទួលយើងហើយក៏មានទីងមងមកគូទៀតដែរគាត់ដែលនៅចាំយើងទាំងហើយចូលវត្តទាំងអស់គ្នាអញ្ចឹងណាឥឡូវបន្ទាប់ពីពួកយើងបានរៀបចំតេយ្យទានដែលយើងបានទាំងមករួចហើយឥឡូវឃើញថាសកម្មភាពបងទីងមងគាត់កំពុងតែលោតដើរបន្លាយក្មេងៗដែលយើងធ្លាប់ដឹងអញ្ចឹងណាកាលពីក្មេងៗណាគេក៏ខ្លាចទីងមងដែរអញ្ចឹងដូចខ្ញុំអីកាលទៅមុននេះរត់3 4ផ្ទះតែឥឡូវឃើញថា
ទីមងគាត់ចេះធ្វើសកម្មភាពគួរឲ្យខ្លាញ់អញ្ចឹងណាចេះដើរមកអោបនិយាយអ៊ំដើម្បីរៃអង្គាសអីចឹងណាឃើញគាត់ធ្វើចរិតខ្ជូតណាដូចថានិយាយទៅអាប់ដេតតាមសម័យចឹងអ្នកនរគ្នាឥឡូវគាត់កំពុងតែលុកយកឲ្យហើយយ៉ាត់ឡានហ្នឹងហើយអ្នកនរគ្នាតកន្លែងនេះណាខ្ញុំខ្លាចទីមួយគាត់លោតចូលឡានដែរព្រោះលោតភ្លេចមើលបានពូមើលគាត់រត់មកខាត់តអញ្ចឹងណាបានមកជួយធ្វើចរាចរណ៍កុំអីប្រហែលទៅមុខឡានគេអញ្ចឹងណាហើយនេះទីមួយទី5មកពីខេត្តអញ្ចឹងណាគាត់លោតទីមួយជាមួយគេដែរហ្នឹងហើយនិយាយលេងអស់គ្នាគាត់ប្អូនស្រីខ្ញុំអញ្ចឹងណាទីម៉េចអមយ៉ាលេងមើលអីម៉ាម៉ាពេចអាចលុតណោះទៅហើយនេះទីមួយខាងស្រីកំពុងតែងោទីមួយខាងប្រុសអញ្ចឹងគាត់ធ្វើងងក់ដាក់គ្នាអញ្ចឹងដូចមនុស្សយើងធម្មតាអញ្ចឹងអ្នកនរគ្នាគាត់ធ្វើចរិតដូចថាងងក់ដាក់គ្នាចុះឡើងអញ្ចឹងណាបាយដូចជារបៀបថាឲ្យខាងស្រីលួងគាត់ដើរទៅធ្វើអង្គុយទៅនេះទៅអាចមើលទីមួយខាងស្រីគាត់តាត់មើលទៅគាត់ធ្វើទៅមកកន្លែងទៀតទីមកខាងស្រីគាត់ទៅលួងទៀតហើយគាត់ទៅមកកន្លែងទៀតគេរួមតែគាត់ធ្វើចរិតគួរឲ្យខ្នាញ់ហ្មងណាទៅឲ្យខាងស្រីគាត់ខាងលួងអញ្ចឹងណាឥឡូវទីមកខាងស្រីគាត់ទៅលួងទៀតហើយនៅពេលបានទីមកខាងស្រីថើបមកខ្សើទៅគាត់ត្រូវគ្នាវិញក៏លោតលេងទាំងអស់គ្នាវិញទៅអញ្ចឹងណាតែគេគង់តែសុបាយចិត្តរំភើបអញ្ចឹងដែលបានទីមកខាងស្រីគាត់លួងអញ្ចឹងណានេះណាគេចង់មកចាប់បង្រាន់យកលុយឯនេះចាប់មកយកលុយសងសំណាងឥឡូវឡើងមានឥឡូវនៅមានតែទួចហើយនេះពួកយើងក៏បានដើរមើលជុំវិញទីធ្លាវត្តតើពីផ្លែខុសពីវត្តនៅខាងខេត្តយើងអីខ្លះមានលក់អីប្លែកដែរអញ្ចឹងណានេះមានគេលក់7គូមានលក់មជូរមានលក់ប្រធាអីចឹងណាហើយទិញតាម2000 3000នេះឃើញថាញ៉ាំអត់អស់ទេក៏ដាក់ឡើងច្រើនអានេះមានពងក្រួចមានអីទុកcònញ៉ាំបាយពេលថ្ងៃចឹងណាពួកឥឡូវច្ដាំមកបាយហើយនេះដែរក៏ជាទស្សនវិជ្ជាដែលពួកយើងនឹងហែជុំវិញវិហារពេលថ្ងៃណាប្រហែលជាខ្ទង់ម៉ោង11 12ឃើញថាក្មេងៗរត់ពេញវិហារតែហ្មងព្រោះទីងងគាត់លោតបើអើក្មេងៗពេញហ្នឹងតែហ្មងហើយនេះកូនខ្ញុំខ្លាចទីមកហ៊ានឡើងទៅលើទេបានតែមើលក្បែរលបងអញ្ចឹងណាតែចង់មកមើលប៉ុន្តែបើតាមដាក់ឡើងលើវិហារខ្លាចយំអញ្ចឹងណាបានតែមើលគៀនលបង
ไม่กลายตีนโมงมาเลยตามาเลยประกาศไอ้นี่ เลยបន្ទាប់ពីក្បួនដង្ហែបានចប់ពួកយើងក៏បានរៀបចំមកផ្ទះវិញនិយាយតែពីផ្លូវវារៀងពិបាកមកបន្តិចព្រោះផ្លូវវារៀងកលុកធំអញ្ចឹងណាបើថាឡានទៀតវារៀងពិបាកបើកបន្តិចហ្នឹងហើយអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំក៏សុំទោសរាល់ពាក្យពេចន៍ដែលខ្ញុំនិយាយតែខុសឆ្គងអញ្ចឹងណាហ្នឹងហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំផងព្រោះតែមានធ្វើវីដេអូថ្មីអញ្ចឹងអ្នកនរគ្នាហ្នឹងហើយអរគុណច្រើន